ស្ដីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកវិញកាន់ Channel របស់ខ្ញុំសប្បាយចិត្តណាស់ដែលបានឃើញអ្នកទាំងអស់គ្នាត្រឡប់មកវិញថ្ងៃនេះសម្រាប់ការអាន Pick a Card ថ្ងៃមួយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាកំពុងមានអារម្មណ៍អស្ចារ្យនៅថ្ងៃនេះនិងកំពុងមានថ្ងៃដ៏ល្អមួយដូច្នេះក្នុងការអានថ្ងៃនេះយើងនឹងមើលថាស្ថានភាពរបស់អ្នកនឹងផ្លាស់ប្ដូរទៅល្អប្រសើរយ៉ាងដូចម្តេចនៅពេលទៅមុខដូច្នេះចាប់ពីចំណុចនេះក្នុងជីវិតរបស់អ្នកអ្វីៗនឹងទៅយ៉ាងដូចម្តេចតើវានឹងកែលម្អឡើងសម្រាប់អ្នកនិងមានទិសដៅល្អសម្រាប់អ្នកយ៉ាងដូចម្តេចដូចជាទម្លាប់យើងមានក្រុមកាត3ឲ្យជ្រើសរើសយើងមានក្រុមលេខ1ក្រុមលេខ2និងក្រុមលេខ3សូមមានសេរីភាពជ្រើសរើសក្រុមណាមួយដែលអ្នកមានអារម្មណ៍ទាក់ទាញជាងគេបន្ទាប់មកអ្នកអាចរំលងទៅកាន់ពេលវេលាដែលមាននៅក្នុងប្រអប់ពិពណ៌នាហើយខ្ញុំនឹងជួបអ្នកទាំងអស់គ្នានៅផ្នែកការអានរបស់ក្រុមលេខ1សួស្តីអ្នកស្រស់សកាត់របស់ខ្ញុំលេខ1ប្រសិនបើអ្នកមានអារម្មណ៍តាក់ទាញទៅក្រុមនេះនោះនេះគឺជាការអាននិងសាររបស់អ្នកសម្រាប់ថ្ងៃនេះអំពីរបៀបដែលជីវិតនិងស្ថានភាពបច្ចុប្បន្នរបស់អ្នកនឹងផ្លាស់ប្ដូរទៅល្អប្រសើរនៅពេលទៅមុខដូច្នេះក្រុមលេខ1សម្រាប់កាតថ្ងៃនេះអ្នកបានតាក់ទាញទៅកាតលេខ1អ្នកមានកាតដ៏ស្រស់ស្អាតនេះសម្រាប់ក្រុមរបស់អ្នកថ្ងៃនេះហើយអ្នកក៏មានអារម្មណ៍តាក់ទាញទៅពណ៌ខ្មៅផងដែរនេះគឺជាដបពណ៌តូចមួយអ្នកមានអារម្មណ៍តាក់ទាញទៅដល់ពណ៌ខ្មៅដូច្នេះចូលទៅកាន់ការអានរបស់អ្នកក្រុមលេខ1ហើយមើលថាជីវិតរបស់អ្នកនឹងផ្លាស់ប្ដូរទៅល្អប្រសើរយ៉ាងដូចម្តេចអ្វីដែលខ្ញុំកំពុងទទួលបានពីវិញ្ញាណភ្លាមគឺខ្ញុំមានអារម្មណ៍ថាអ្នកកំពុងចាក់ចេញពីដំណាក់កាលនៃការរៀបចំខ្លួនប្រហែលជាអ្នកអាចតាក់ទងជាមួយអារម្មណ៍នេះប៉ុន្តែខ្ញុំមានអារម្មណ៍ថាក្នុងអតីតកាលប៉ុន្មានខែឬប្រហែលប៉ុន្មានឆ្នាំកន្លងមកនេះមានអារម្មណ៍ដូចជាដំណាក់កាលរៀបចំខ្លួនសម្រាប់អ្នកប្រហែលអ្នកមានអារម្មណ៍ថាត្រូវបានសាក់លបងបន្តិចឬដូចជាកំពុងត្រូវបានរៀបចំខ្ញុំនិយាយបានថាអ្នកកំពុងត្រូវបានរៀបចំសម្រាប់អ្វីដែលនឹងមកបន្ទាប់ការផ្លាស់ប្ដូរទៅល្អប្រសើរអូវ៉ាវផ្លូវប្រាក់មានផ្លូវដែលមានប្រាក់កំពុងរងចាំឲ្យអ្នករកឃើញខ្ញុំមានអារម្មណ៍ថាអ្នកត្រៀមខ្លួនរួចហើយដើម្បីចាប់ផ្ដើមផ្លូវដែលមានភាពសម្បូរបែបផ្នែកហិរញ្ញវត្ថុហើយផ្នែកមុននៃជីវិតរបស់អ្នកគ្រាន់តែជាការរៀបចំអ្នកសម្រាប់ផ្លូវនេះប៉ុណ្ណោះផ្លូវភ្នំអ្នកកំពុងនៅលើផ្លូវទៅរកភាពជោគជ័យអ្វីមួយដែលខ្ញុំកំពុងទទួលបានគឺប្រាក់នឹងមករកអ្នកបាទខ្ញុំមានអារម្មណ៍ថាក្រុមលេខ1ប្រហែលអ្នកជាមនុស្សរឹងមាំខ្លាំងអ្នកប្រហែលមានអាកប្បកិរិយារឹងមាំខ្លាំងហើយពេលដែលអ្នកសម្រេចចិត្តអ្វីមួយអ្នកទៅតែធ្វើវាឲ្យដល់ទីបញ្ចប់នោះគឺជាអ្វីដែលខ្ញុំកំពុងទទួលបានសម្រាប់អ្នកខ្ញុំមានអារម្មណ៍ថាអ្នកក៏អាចងាយខឹងឬធុញទ្រាន់ពេលត្រូវរងចាំឬយល់ថាអ្នកត្រូវការពេលវេលាដើម្បីអភិវឌ្ឍខ្លួនឯងមុនពេលឈានទៅកាន់ភាពជោគជ័យប៉ុន្តែអ្វីដែលខ្ញុំកំពុងទទួលបានសម្រាប់អ្នកគឺអ្នកតែងតែស្ថិតនៅលើផ្លូវត្រឹមត្រូវអ្នកតែងតែស្ថិតនៅលើផ្លូវទៅរកភាពជោគជ័យប៉ុន្តែអ្វីដែលអ្នកបានជួបប្រទះពីមុនមិនមែនជាការលំបាកនោះទេវាជាអ្វីដែលកំពុងបង្កើតបុគ្គលិកភាពរបស់អ្នកបញ្ហាប្រឈមទាំងអស់នោះដូចជាវីដេអូហ្គេមមួយពេលយើងលេងហ្គេមតែងតែមានកម្រិតឬការប្រកួតប្រជែងដែលយើងត្រូវឆ្លងកាត់មុនពេលឡើងកម្រិតថ្មីហើយខ្ញុំមានអារម្មណ៍ថាវាក៏ដូចគ្នាសម្រាប់អ្នកកំពុងឡើងកម្រិតក្នុងជីវិតហើយខ្ញុំមានអារម្មណ៍ថារបៀបដែលអ្វីៗកំពុងត្រៀមផ្លាស់ប្ដូរទៅល្អប្រសើរសម្រាប់អ្នកគឺអ្នកត្រៀមខ្លួនរួចហើយដើម្បីចាប់ផ្ដើមលើផ្លូវដែលមានភាពសម្បូរបែបផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំងនេះគឺជាអ្វីដែលអ្នកត្រូវបានរៀបចំសម្រាប់វាអាពាហ៍ពិពាហ៍មួយនឹងកើតឡើងមិនថាជាផ្នែកស្នេហាឬផ្នែកអាជីវកម្មក៏ដោយដូច្នេះខ្ញុំមានអារម្មណ៍ថាវាអាចពាក់ព័ន្ធនឹងអាជីវកម្មផងដែរបុរសស្បែកសឬបុរសដែលមានលក្ខណៈសុភាពចាខ្ញុំតែងតែឃើញកាតនេះដូចជាមនុស្សម្នាក់កំពុងចូលមកក្នុងជីវិតរបស់អ្នកមនុស្សម្នាក់ដែលល្អនិងអំណោយផលមនុស្សម្នាក់ដែលជាមនុស្សល្អសម្រាប់ធ្វើកិច្ចព្រមព្រៀងជាមួយគាត់ក៏ជាមនុស្សល្អសម្រាប់ធ្វើអាជីវកម្មផងដែរជោគជ័យដែលធានាអ្វីមួយនឹងជោគជ័យយ៉ាងប្រាកដលេខ1ខ្ញុំមានអារម្មណ៍ថាប្រហែលអ្នកកំពុងធ្វើកិច្ចព្រមព្រៀងអាជីវកម្មមួយប្រហែលអ្នកកំពុងធ្វើកិច្ចសន្យាអាជីវកម្មមួយជាមួយមនុស្សម្នាក់
ដែលវាត្រូវបានធានាថានឹងជោគជ័យខ្ញុំកំពុងឮពីវិញ្ញាណថាមនុស្សម្នាក់នេះត្រូវបានផ្ញើមករកអ្នកដោយព្រះអ្នកត្រូវបានកំណត់ឲ្យជួបមនុស្សម្នាក់នេះគាត់នឹងមានតួនាទីសំខាន់ណាស់ក្នុងជីវិតនិងដំណើររបស់អ្នកទៅមុខសម្រាប់មនុស្សជាច្រើននេះក៏អាចជាមនុស្សម្នាក់ដែលឃើញអ្នកជាតារាដែរអ្នកណាម្នាក់ដែលឃើញថាអ្នកមានសក្តានុពលច្រើនដូច្នេះសម្រាប់អ្នកដែលនៅក្នុងវិស័យការកម្សាន្តអាចជាមនុស្សដូចជាភ្នាក់ងារការសិល្បៈឬអ្នកគ្រប់គ្រង model ឬក្រុមហ៊ុនភពផ្សាយច្រើនឬអ្នកវិនិយោគដែលឃើញសក្តានុពលក្នុងផលិតផលរបស់អ្នកប៉ុន្តែខ្ញុំមានអារម្មណ៍ថាមានកិច្ចព្រមព្រៀងអាជីវកម្មមួយមានការចរចាមួយកំពុងកើតឡើងពីព្រោះមានអ្នកណាម្នាក់កំពុងស្គាល់អ្នកណាម្នាក់កំពុងស្គាល់សក្តានុពលរបស់អ្នកម្ដងទៀតអ្នកបានស្ថិតនៅក្នុងដំណាក់កាលនៃការរៀបចំប៉ុន្តែដើម្បីក្លាយទៅជាជោគជ័យក្នុងមួយយប់ជាធម្មតាមានដំណើរ10ឆ្នាំនៅពីក្រោយវាហើយខ្ញុំមានអារម្មណ៍ថានេះគឺជាអ្វីដែលអ្នកបានជួបប្រទះមានអ្វីមួយអំពីអ្នកដែលតែងតែដឹងថាអ្នកនឹងក្លាយទៅជាមនុស្សមានទ្រព្យសម្បត្តិប្រហែលអ្នកតែងតែដឹងថាមានកិច្ចព្រមព្រៀងសំខាន់មួយដែលអ្នកនឹងធ្វើក្នុងជីវិតអ្នកប្រហែលមានអារម្មណ៍ជានិច្ចថាមានមនុស្សសំខាន់ម្នាក់នឹងបង្ហាញខ្លួនក្នុងជីវិតរបស់អ្នកពេលដែលអ្នករួចហើយខ្ញុំកំពុងឮពាក្យថា agency អ្នកត្រូវបានកំណត់ឲ្យធ្វើការជាមួយ agency មួយឬធ្វើការដោយរបៀបវិជ្ជាជីវៈធ្វើអ្វីដោយរបៀបវិជ្ជាជីវៈប៉ុន្តែស្ថានភាពប្រាក់របស់អ្នកកំពុងប្រសើរឡើងហេតុព្រោះអ្នកកំពុងរកឃើញផ្លូវទៅរកប្រាក់និងប្រភពនៃទ្រព្យសម្បត្តិរបស់អ្នកដែលពាក់ព័ន្ធនឹងមនុស្សម្នាក់វាពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងមួយដែលអ្នកកំពុងធ្វើការផ្លាស់ប្ដូរជីវិតការអាកជំហៀងគួរឲ្យចាប់អារម្មណ៍ខ្ញុំមានអារម្មណ៍ថានឹងមានការនិយាយដើមសម្រាប់អ្នកមនុស្សចំនួនអាចមានអារម្មណ៍ថាវាមិនយុត្តិធម៌ឬពួកគេអាចមានអារម្មណ៍ចំណែនពីអ្វីដែលនឹងកើតឡើងចំពោះអ្នកពីព្រោះវាមើលទៅដូចជាអ្នកបានលេងបៀរបស់អ្នកត្រឹមត្រូវអ្នកបានជ្រើសរើសអត្ថិភាពនៃជីវិតត្រឹមត្រូវអ្នកមិនបានយកចិត្តទុកដាក់ចំពោះការនិយាយដើមឬបញ្ហាខាងក្រៅនោះទេអ្នកតែងតែផ្ដោតទៅលើគោលដៅរបស់អ្នកខ្ញុំមានអារម្មណ៍ថាអ្នកជាមនុស្សដែលមានមហិច្ឆតាខ្ញុំឃើញថានឹងមានការនិយាយដើមចំពោះអ្នកខ្ញុំកំពុងឮថាមនុស្សម្នាក់នេះមកពីទីក្រុងតូចឬប្រទេសតូចហើយអ្នកនឹងក្លាយទៅជាប្រធាននាយកដែលគេនិយាយគ្នាទូទាំងទីក្រុងតារ៉ុតខ្ញុំមានអារម្មណ៍ថាការទទួលស្គាល់នឹងមករកអ្នកច្រើនពេលអ្នកអាចមានអារម្មណ៍ឯកោប្រហែលអ្នកមានអារម្មណ៍ថាអ្នកនៅម្នាក់ឯងប៉ុន្តែខ្ញុំចង់ឲ្យអ្នកដឹងថាអ្នកនៅក្នុង 1% មនុស្សដែលកំពុងមើលក្រុមនេះគឺនៅក្នុង 1% ដំណើរនេះអាចមានអារម្មណ៍ឯកោរហូតដល់អ្នករកឃើញមនុស្សរបស់អ្នក6ការដាច់នេះគឺជាអ្នកដែលកំពុងត្រូវបានមើលនិងទទួលស្គាល់ឈានចូលទៅក្នុងពន្លឺ spotlight អ្នកនឹងជួបឱកាសសម្បូរបែបមួយកាតនេះតំណាងឲ្យមនុស្សដែលអាចក្លាយទៅជាមនុស្សល្បីឬទទួលការទទួលស្គាល់ជាសាធារណៈ8កាតកេកខ្ញុំមានអារម្មណ៍ថាមនុស្សជាច្រើនក្នុងក្រុមនេះត្រៀមចាក់ចេញពីទីក្រុងតូចប្រហែលអ្នកនឹងផ្លាស់ទីទៅប្រទេសធំជាងឬក្រុមហ៊ុនធំជាងកងត្រាប់ជីវិតមើលការផ្លាស់ប្ដូរកំពុងកើតឡើងកងត្រាប់ជីវិតតំណាងឲ្យវាសនានិងកម្មអ្វីដែលខ្ញុំឃើញទីនេះគឺជាលទ្ធផលធម្មជាតិពីជំហានដែលអ្នកបានធ្វើក្នុងជីវិតអ្នកបានជ្រើសរើសវាសនារបស់អ្នកតែងតែដឹងថាថ្ងៃមួយអ្នកនឹងទៅកន្លែងធំជាង4កាតពេញអ្នកនឹងទទួលបានទ្រព្យសម្បត្តិច្រើនក្នុងរយៈពេលខ្លីប៉ុន្តែអ្នកប្រហែលចង់រកទុកវាជាសម្ងាត់ពីព្រោះមានការកោសិបដូច្នេះអាចមានមនុស្សនិយាយដើមចំពោះអ្នកនេះគឺជាឱកាសផ្លាស់ប្ដូរជីវិតការហូរចូលនៃទ្រព្យសម្បត្តិការផ្លាស់ប្ដូរពិតប្រាកដកំពុងកើតឡើងការឯកោមនុស្សជាច្រើនក្នុងក្រុមនេះបានឆ្លងកាត់ដំណើរឯកោសារចុងក្រោយសារណែនាំចុងក្រោយសម្រាប់អ្នក MUROECO Heal the Source ព្យាបាលប្រភពដើមមានការព្យាបាលខាងក្នុងច្រើនកំពុងកើតឡើងនេះមានន័យថាការព្យាបាលឬកលនៃបញ្ហានោះគឺជាអ្នកសំឡេងខាងក្នុងរបស់អ្នក
គំនិតនឹងការសន្និដ្ឋានរបស់អ្នករបៀបដែលអ្នកមើលខ្លួនឯងនិងជីវិតទស្សនៈខាងក្នុងរបស់អ្នកកំពុងផ្លាស់ប្ដូរមនុស្សជាច្រើនកំពុងមានអារម្មណ៍ឆ្នាក់ឆ្នែលឬកំពុងចម្រិតចម្រើននេះគឺជារឿងធម្មតាដែលកើតឡើងមុនពេលមានការផ្លាស់ប្ដូរធំក្នុងជីវិតអ្នកនឹងជួបពេលវេលាមួយដែលអាចផ្លាស់ប្ដូរទិសដៅជីវិតរបស់អ្នកទាំងស្រុងវានឹងកើតឡើងឆាប់ៗនេះគឺជាចំណុចបត់ធំក្នុងជីវិតហើយនេះគឺជារបៀបដែលជីវិតរបស់អ្នកកំពុងផ្លាស់ប្ដូរទៅល្អប្រសើរក្រោមលេខ1ខ្ញុំសង្ឃឹមថាការអាននេះមានន័យសម្រាប់អ្នកសូមអរគុណច្រើនសម្រាប់ការមើលខ្ញុំសង្ឃឹមថានឹងជួបអ្នកវិញក្នុងវីដេអូបន្ទាប់លាហើយសួស្តីអ្នកស្រស់ស្អាតរបស់ខ្ញុំក្រុមលេខ2ប្រសិនបើអ្នកមានអារម្មណ៍តាក់ទាញទៅក្រុមនេះនោះនេះនឹងជាការអាននិងសាររបស់អ្នកសម្រាប់ថ្ងៃនេះអំពីរបៀបដែលជីវិតនិងស្ថានភាពបច្ចុប្បន្នរបស់អ្នកកំពុងផ្លាស់ប្ដូរទៅល្អប្រសើរដូច្នេះក្រុមលេខ2សម្រាប់កាតថ្ងៃនេះអ្នកបានតាក់ទាញទៅកាតលេខ2អ្នកមានកាតដ៏ស្រស់ស្អាតសម្រាប់ក្រុមរបស់អ្នកថ្ងៃនេះហើយអ្នកក៏មានអារម្មណ៍តាក់ទាញទៅពណ៌ក្រហមផងដែរដូច្នេះនេះគឺជាគ្រឿងតូចមួយហើយអ្នកមានអារម្មណ៍តាក់ទាញទៅពណ៌ក្រហមដូច្នេះយើងចូលទៅកាន់ការអានរបស់អ្នកក្រុមលេខ2មកមើលថាស្ថានភាពបច្ចុប្បន្ននិងជីវិតបច្ចុប្បន្នរបស់អ្នកនឹងផ្លាស់ប្ដូរទៅល្អប្រសើរយ៉ាងណាខ្ញុំកំពុងឮពាក្យចំណង់ចំណូលចិត្ត passion សម្រាប់អ្នកក្រុមលេខ2ឥឡូវនេះមានការការពារពីទេវតាច្រើនជុំវិញអ្នកខ្ញុំកំពុងឃើញលេខ444តើសារអ្វីសម្រាប់ក្រុមលេខ2ហើយស្ថានភាពបច្ចុប្បន្នរបស់ពួកគេនឹងផ្លាស់ប្ដូរទៅល្អប្រសើរយ៉ាងណាវិញ្ញាណនិងទេវតាខ្ញុំកំពុងទទួលសារពីទេវតារបស់អ្នកក្រុមលេខ2ខ្ញុំមានអារម្មណ៍ថាពួកគេចង់ទំនាក់ទំនងជាមួយអ្នកឥឡូវនេះពួកគេចង់ឲ្យអ្នកដឹងថាពួកគេតែងតែនៅខាងអ្នកនឹងមានសុវត្ថិភាពនិងត្រូវបានការពារមិនថាមានអ្វីកើតឡើងក្នុងជីវិតក៏ដោយកាតទេវតាបាទកាតទេវតាការណែនាំខាងវិញ្ញាណនិងការការពារពីគ្រោះថ្នាក់ខ្ញុំមានអារម្មណ៍យ៉ាងខ្លាំងថាទេវតារបស់អ្នកចង់ឲ្យអ្នកដឹងថាអ្នកមានសុវត្ថិភាពនិងត្រូវបានការពារខ្ញុំមានអារម្មណ៍ថាប្រហែលវានឹងផ្ដល់សេចក្តីស្ងប់ចិត្តមួយចំនួនដល់អ្នកប្រហែលអ្នកខ្លះមានអារម្មណ៍ព្រួយបារម្ភអំពីជីវិតនិងថាអ្វីនឹងទៅយ៉ាងដូចម្តេចនៅពេលអនាគតប៉ុន្តែខ្ញុំមានអារម្មណ៍ថាទេវតារបស់អ្នកចង់ប្រាប់ថាពួកគេកំពុងណែនាំអ្នកមានការណែនាំខាងវិញ្ញាណហើយគ្រប់ទីកន្លែងដែលអ្នកកំពុងនៅក្នុងជីវិតឥឡូវនេះអ្នកត្រូវបានការពារផ្នែកហិរញ្ញវត្ថុជាពិសេសផ្នែកហិរញ្ញវត្ថុខ្ញុំមានអារម្មណ៍ថាអ្នកត្រូវដឹងថាប្រាក់នឹងតែងតែមានសម្រាប់អ្នកនឹងត្រូវបានការពារផ្នែកហិរញ្ញវត្ថុជានិច្ចខ្ញុំកំពុងឮថាស្ថានភាពប្រាក់របស់អ្នកនឹងតែងតែល្អក្នុងជីវិតផ្នែកហិរញ្ញវត្ថុអ្នកនឹងមានសុវត្ថិភាពជានិច្ចជាពិសេសនៅពេលអ្នកដើរតាមចំណង់ចំណូលចិត្តរបស់អ្នកការងារថ្មីនិងគំនិតថ្មីអ្នកនឹងដើរតួនាទីថ្មីមួយគំនិតច្នៃប្រឌិតថ្មីនិងគម្រោងថ្មីការចាប់ផ្ដើមថ្មីដូចជាព្រះអាទិត្យរះខ្ញុំបានទទួលអារម្មណ៍នេះពីដំបូងពាក្យដំបូងដែលខ្ញុំបានឮសម្រាប់អ្នកគឺ passion ខ្ញុំមានអារម្មណ៍ថាអ្នកជាមនុស្សដែលកំពុងស្វែងរកភាពច្នៃប្រឌិតក្នុងជីវិតប្រហែលអ្នកមានអារម្មណ៍ទាក់ទាញទៅការងារច្នៃប្រឌិតមួយក្នុងសង្គមពេលខ្លះមនុស្សគិតថាការងារច្នៃប្រឌិតមិនអាចរកប្រាក់បានច្រើនប៉ុន្តែបើធ្វើត្រឹមត្រូវវាអាចជាផ្លូវដែលមានទ្រព្យសម្បត្តិជាបំផុតយើងមានអ្នកចម្រៀងសិល្បករអ្នកនិពន្ធជាច្រើនដែលរកប្រាក់បានច្រើនពីការច្នៃប្រឌិតរបស់ពួកគេខ្ញុំមានអារម្មណ៍ថាមនុស្សជាច្រើនក្នុងក្រុមនេះត្រៀមខ្លួនចាប់ផ្ដើមដំណើរច្នៃប្រឌិតដែលអាចនាំទៅរកទ្រព្យសម្បត្តិជាពិសេសនេះអាចមានន័យថាអ្នកនឹងផ្លាស់តួនាទីក្នុងការងារ
ពេលវេលាដើម្បីធ្វើសកម្មភាពការកើតមានឬការចាប់ផ្ដើមរបស់កូនឬអាជីវកម្មថ្មីមើលទៅអាជីវកម្មថ្មីវិញ្ញាណកំពុងហៅអ្នកឲ្យធ្វើសកម្មភាពទៅរកគំនិតច្នៃប្រឌិតរបស់អ្នកប្រហែលវាជាគំនិតសិល្បៈឬគម្រោងអាជីវកម្មប្រហែលជាការចាប់ផ្ដើម YouTube Channel សម្រាប់ខ្លះការផ្លាស់ប្ដូរការងារមនុស្សជាច្រើនក្នុងក្រុមនេះអាចនឹងផ្លាស់ប្ដូរការងារប្រសិនបើអ្នកកំពុងធ្វើការងារ9-5 ម៉ោងឬការងារក្រុមហ៊ុនដែលមិនសមជាមួយអ្នកទៀតហើយអ្នកត្រៀមខ្លួនសម្រាប់ការផ្លាស់ប្ដូរការងារដ៏វិជ្ជមានទៅរកអ្វីដែលមានភាពច្នៃប្រឌិតជាងនឹង Service ការបម្រើតើអ្នកអាចបម្រើភ្នាក់ដទៃយ៉ាងដូចម្តេចខ្ញុំក៏ឃើញពាក្យ passion នៅទីនេះផងដែរអ្នកត្រូវបានកំណត់ឲ្យបម្រើភ្នាក់ដទៃតាមរយៈអ្វីដែលអ្នកមានចំណង់ចំណូលចិត្តនោះគឺជាគន្លឹះក្នុងការបង្កើតទ្រព្យសម្បត្តិពីការច្នៃប្រឌិតរបស់អ្នកតើអ្នកអាចបម្រើភ្នាក់ដទៃតាមរយៈសិល្បៈរបស់អ្នកបានតាមរយៈផលិតផលរបស់អ្នកតាមរយៈសម្លេងរបស់អ្នក Eight of Cups អ្នកកំពុងបិទវត្តចក្រលំបាកមួយក្នុងជីវិត Ten of Swords វត្តចក្រការឈឺចាប់កំពុងបញ្ចប់ Death Card ការផ្លាស់ប្ដូរវត្តចក្រជីវិតគំនិតចក្ររបស់អ្នកកំពុងបាត់ទៅហើយ King of Cups King of Swords សម្លេងរបស់អ្នកត្រៀមត្រូវបានឮ Eight of Pentacles ការខិតខំប្រឹងប្រែងនិងការខិតខំប្រឹងប្រែង Mindset Change ថាមពលរបស់អ្នកបានផ្លាស់ប្ដូរឥឡូវនេះគោលបំណងរបស់អ្នកនៅកន្លែងត្រឹមត្រូវជោគជ័យមិនមែនកើតឡើងដោយចៃដន្យនោះទេអ្វីៗក្នុងជីវិតមានគោលបំណងវាជាច្បាប់មូលហេតុនិងផលវិបាក Enlightenment ការព្យឹសដឹងលួងអ្នកមិនបាក់បង់ទិសដៅទៀតនោះទេសារជុំក្រោយ Gentle Hold កាន់ខ្លួនឯងយ៉ាងទន់ទន់ខ្ញុំកាន់ខ្លួនឯងដោយទន់ទន់វាសំខាន់ណាស់ដើម្បីទន់ទន់ចំពោះខ្លួនឯងអ្នកត្រូវជាមិត្តល្អបំផុតរបស់ខ្លួនឯងអ្នកត្រូវជាអ្នកគាំទ្រលេខ1របស់ខ្លួនឯងឥឡូវនេះអ្នកបានភ្ជាប់ដឹងនិងយល់ច្បាស់ហើយអ្នកនឹងរកផ្លូវទៅរកទ្រព្យសម្បត្តិតាមរយៈការច្នៃប្រឌិតរបស់អ្នកសាររបស់អ្នកថ្ងៃនេះប្រហែលមានលក្ខណៈចំពោះបន្តិចប្រហែលនេះគឺជាអ្វីដែលអ្នកត្រូវស្ដាប់ថ្ងៃនេះគឺជាការអានរបស់អ្នកខ្ញុំសង្ឃឹមថាវាត្រូវជាមួយអ្នកអរគុណច្រើនសម្រាប់ការមើលហើយសង្ឃឹមថានឹងជួបអ្នកនៅវីដេអូបន្ទាប់លាសួស្តីអ្នកស្រស់ស្អាតរបស់ខ្ញុំក្រុមលេខ3ប្រសិនបើអ្នកទាំងអស់គ្នាមានអារម្មណ៍ទាក់ទាញមកកាន់ក្រុមនេះនោះនេះនឹងជាការអាននិងសាររបស់អ្នកសម្រាប់ថ្ងៃនេះអំពីរបៀបដែលជីវិតនិងស្ថានភាពបច្ចុប្បន្នរបស់អ្នកកំពុងផ្លាស់ប្ដូរទៅល្អប្រសើរដូច្នេះក្រុមលេខ3សម្រាប់កាតថ្ងៃនេះអ្នកបានជ្រើសរើសកាតលេខ3អ្នកមានកាតដែលមានរូបនាងមច្ឆាសម្រាប់ថ្ងៃនេះហើយអ្នកក៏មានអារម្មណ៍ទាក់ទាញទៅពណ៌ខៀវផងដែរដូច្នេះសូមស្វាគមន៍មកកាន់ការអានរបស់អ្នកឥឡូវនេះយើងចូលទៅកាន់សាររបស់អ្នកពីក្រុមលេខ3ហើយមើលថាស្ថានភាពបច្ចុប្បន្នរបស់អ្នកកំពុងផ្លាស់ប្ដូរទៅល្អប្រសើរយ៉ាងណាតើអ្វីកំពុងប្រសើរឡើងក្នុងជីវិតរបស់អ្នកយ៉ាងណាក្នុងពេលនេះខណៈដែលការអាននេះមកដល់អ្នកនៅចំណុចបច្ចុប្បន្នក្នុងដំណើរជីវិតរបស់អ្នកខ្ញុំមានអារម្មណ៍ថាមនុស្សជាច្រើនក្នុងចំណោមអ្នកខ្ញុំកំពុងឃើញសេចក្តីសុខកាន់តែច្រើនសម្រាប់អ្នកដូច្នេះរឿងដំបូងដែលកំពុងលាក់ឡើងគឺប្រហែលជាអូយេវាជាពេលវេលាដើម្បីចេញពីស្ថានភាពមួយដូច្នេះប្រហែលអ្នកបានឃើញខ្លួនឯងស្ថិតនៅក្នុងប្រហែលជាដូចជាដំណាក់កាយសោកសៅឬអារម្មណ៍ធ្លាក់ដឹកចិត្តប្រហែលវាជារដូវដែលមានចម្ងំសម្រាប់មនុស្សខ្លះប្រហែលអ្នកគ្រាន់តែមានអារម្មណ៍មិនសូវស្រួលឬផ្លូវចិត្តមានការតស៊ូបន្តិចប៉ុន្តែខ្ញុំមានអារម្មណ៍ថា
រឿងដំបូងដែលកំពុងផ្លាស់ប្ដូរសម្រាប់អ្នកគឺអារម្មណ៍របស់អ្នកខ្ញុំមានអារម្មណ៍ថាអ្នកនឹងចាប់ផ្ដើមមានអារម្មណ៍សុខសប្បាយជាងមុនប្រហែលអ្នកនឹងមានអារម្មណ៍ចង់ធ្វើហាត់ប្រាណឬចេញទៅក្រៅច្រើនជាងមុនឬចូលរួមសកម្មភាពដែលអ្នកចូលចិត្តធ្វើដូច្នេះខ្ញុំមានអារម្មណ៍ថាអ្នកកំពុងចេញពីដំណាក់កាលដែលមានអារម្មណ៍មិនសូវស្រួលឬធ្លាក់ដឹកចិត្តអាស្រ័យទៅលើថាអ្នកនៅផ្នែកណារបស់ពិភពលោកខ្ញុំដឹងថារដូវរងាអាចបង្កឲ្យមានអារម្មណ៍បែបនេះដូច្នេះប្រហែលវាគ្រាន់តែជាធម្មពលរបស់រដូវរងាប៉ុន្តែឥឡូវនេះអ្នកកំពុងចេញពីវាខ្ញុំមានអារម្មណ៍ថាអ្នកកំពុងឈានចូលទៅក្នុងអត្តកតាវិជ្ជមានជាងមុនអូបំណងប្រាថ្នារបស់អ្នកនឹងត្រូវបានបំពេញផ្ទះថ្មីអត្តកតាថ្មីដូច្នេះសម្រាប់មនុស្សខ្លះនេះអាចនិយាយអំពីស្ថានភាពការរស់នៅប្រហែលអ្នកកំពុងរស់នៅក្នុងបរិយាកាសដែលមិនសមជាមួយអ្នកប្រហែលវាមានអារម្មណ៍ដូចជាបរិយាកាសពលពុតខ្ញុំមានអារម្មណ៍ថាវាមានអារម្មណ៍ធ្វើឲ្យធ្លាក់ដឹកចិត្ត Yes ខ្ញុំកំពុងឮពាក្យធ្លាក់ដឹកចិត្តម្ដងហើយម្ដងទៀតប្រហែលអ្នកនៅកន្លែងណាដែលមិនសូវសប្បាយវាអាចជាទីក្រុងប្រទេសឬផ្ទះមួយប្រហែលផ្ទះនោះមិនមានពន្លឺល្អហើយវាធ្វើឲ្យអ្នកមានអារម្មណ៍ធ្លាក់ដឹកចិត្តឬប្រហែលមនុស្សដែលអ្នករស់នៅជាមួយសូមមើលថាវាសមជាមួយអ្នកយ៉ាងណាពេលវេលាដើម្បីចេញទៅក្រៅនិងរីករាយបាទខ្ញុំមានអារម្មណ៍ថាវាលាក់ចេញច្បាស់ក្នុងកាតរបស់អ្នកហើយកាត Peacock ក៏ត្រូវប្រាប់ថាត្រូវប្រយ័ត្នប្រយែងពីមោទនភាពខ្លាំងពេកប៉ុន្តែខ្ញុំឃើញ Peacock ដូចជាអ្នកកំពុងត្រៀមខ្លួនដើម្បីមានអារម្មណ៍ថាដូចជាខ្លួនឯងម្ដងទៀតក្រុមលេខ3ខ្ញុំមានអារម្មណ៍ថាប្រហែលអ្នកមានអារម្មណ៍ដូចជាបានដាក់ខ្លួនឯងនៅជួរខាងក្រោយប្រហែលបរិយាកាសឬកន្លែងរស់នៅរបស់អ្នកបានប៉ះពាល់ដល់អ្នកឬវាគ្រាន់តែជារដូវដែលមានភ្លៀងឬអាកាសធាតុស្រអាប់ខ្ញុំដឹងថារដូវរងាមនុស្សជាច្រើនត្រូវស្លៀកអាវក្រាស់ហើយមិនអាចស្លៀកសម្លៀកបំពាក់ដែលពួកគេចង់បានប្រហែលវាបានប៉ះពាល់ដល់អារម្មណ៍របស់អ្នកផងដែរ Peacock ក៏អាចនិយាយអំពីមនុស្សដែលចូលចិត្តថែរក្សារូបសម្ភារអ្នកចូលចិត្តស្លៀកពាក់ស្អាតអ្នកចូលចិត្តបង្ហាញខ្លួនឯងប៉ុន្តែខ្ញុំមានអារម្មណ៍ថាក្នុងរយៈពេលមុននេះអ្នកមានអារម្មណ៍ថាអ្នកមិនដូចជាខ្លួនឯងអ្នកមិនបានធ្វើអ្វីដែលអ្នកចូលចិត្តអ្នកមិនមានអារម្មណ៍រំភើបចំពោះជីវិតប៉ុន្តែខ្ញុំមានអារម្មណ៍ថាវាកំពុងផ្លាស់ប្ដូរប្រហែលមានការផ្លាស់ទីផ្ទះទីក្រុងឬប្រទេសឬការកែលម្អផ្ទះឬការសម្អាតផ្ទះដើម្បីបង្កើតថាមពលថ្មីដូច្នេះស្ថានភាពរបស់អ្នកកំពុងផ្លាស់ប្ដូរតែល្អប្រសើរអារម្មណ៍របស់អ្នកនឹងប្រសើរឡើងអ្នកនឹងភ្ញាក់កានពេលព្រឹកហើយចង់ស្លៀកពាក់ស្អាតចង់ថែរក្សាស្បែកឬរៀបចំសក់អ្នកកំពុងត្រឡប់ទៅកាន់ខ្លួនឯងវិញសមតុល្យៈ Workaholic មនុស្សដែលធ្វើការងារច្រើនពេកមនុស្សជាច្រើនក្នុងក្រុមនេះនឹងមានការបំពេញចិត្តធ្វើការវិញប្រហែលមុននេះអ្នកមានអារម្មណ៍មិនចង់ធ្វើការប៉ុន្តែឥឡូវនេះថាមពលរបស់អ្នកកំពុងផ្លាស់ប្ដូរអ្នកកំពុងក្លាយជាមនុស្សសកម្មម្ដងទៀតអ្នកចង់ធ្វើការចង់បង្កើតអ្វីថ្មីមានអ្វីមួយអំពីអាជីវកម្មរបស់អ្នកកំពុងប្រសើរឡើងទិសដៅអាជីវកម្មរបស់អ្នក King of Pentacles វាអាចនិយាយអំពីមូលដ្ឋានស្ថិរភាពប្រសិនបើអ្នកជាម្ចាស់អាជីវកម្មរបស់អ្នកអាចប្រសើរឡើង Wheel of Fortune